បញ្ជាអត្តន័យក្នុងពាក្យផ្សេងពាក្យថាខ្លួនទីពឹងខ្លួនមិនមែនបានសេចក្តីថាមិនជួយគ្នានោះទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីការជួយអ្នកដទៃដោយវិធីច្រើនបែបច្រើនយ៉ាងណាស់ជាពិសេសគឺព្រះអង្គផ្ទាល់ដែលមានពុទ្ធកិច្ចជួយសត្វលោកដោយមិនមាននរណាប្រៀបប្រដូចបានឯពាក្យថាខ្លួនទីពឹងខ្លួននេះមានអត្ថន័យថាត្រូវជាយាមកុំចាត់បង់នៅកិលេសក្នុងសន្តានរបស់ខ្លួនឯងព្រោះថាអ្នកដទៃមិនអាចមកធ្វើនៅកិច្ចការនេះជំនួសយើងបានឡើយកិច្ចការនេះអាចនិយាយបានថាការទូលមានឬការធ្វើឲ្យខ្លួនឯងបរិសុទ្ធបុគ្គលដែលទូលមានខ្លួនធ្វើឲ្យខ្លួនឯងបានស្អាតបរិសុទ្ធពិតៗគឺជាការបាននៅទីពឹងក្នុងការរួចចាកទុក្ខទាំងពួងជាទីពឹងដែលគេបានដោយកម្រពាក្យថាធ្វើល្អបានល្អគេច្រើនតែកាន់យកសេចក្តីថាធ្វើល្អបានផលល្អលៀបយសសរសើរនឹងកម្មសុខគេចាត់ថាជាផលល្អក្នុងទីនេះលុះដល់គេមិនបានឃើញផលល្អតបស្នងដែលជាទទួលរឿងមិនល្អដោយប្រការផ្សេងៗវិញគេក៏អស់ជំនឿឬក៏គេគិតថាធ្វើល្អក្របានផលណាពាក្យថាធ្វើល្អបានល្អពិតមែនថាសំដៅដល់ការបានផលល្អដែរហើយប៉ុន្តែអ្វីដែលល្អជាងផលល្អដែលជាលៀបយសសរសើរនឹងកម្មសុខទៅទៀតនោះគឺសេចក្តីល្អនឹងឯងសេចក្តីល្អល្អជាងភពភូមិឋាននានាទាំងអស់ព្រោះជាសេចក្តីល្អរបស់ចិត្តជាគុណសម្បត្តិប្រព្រឹត្តទៅជាបារមីជាគុណជាតិកំចាត់បងបាបក្នុងសន្តានមានតម្លៃកាត់ថ្លៃមិនបានកាលណាបើសេចក្តីល្អនោះប្រកបដោយបញ្ញាផងហើយពាក្យថាធ្វើបុណ្យបានបុណ្យក៏មានអត្ថន័យដូចគ្នាដែរព្រោះបុណ្យគឺជាសេចក្តីល្អនឹងឯងពាក្យថាធ្វើបាបបានបាបមានមនុស្សមួយចំនួនយល់ថាធ្វើបាបបានលុយពិតមែនហើយធ្វើបាបបានលុយតែនឹងគឺជាការលក់ខ្លួនលក់បន់លក់ឧត្តមគតិលក់សិរីសួស្តីបដូរយកបាបអពមង្គលនិងសេចក្តីក្តៅក្រហាយមកដង្ហែជីវិតអ្វីដែលបានមកពីការធ្វើបាបដូចជាមាសប្រាក់និងសេចក្តីសប្បាយផ្សេងជាដើមត្រូវបានអស់ទៅស្ថិតនៅតែអារម្មណ៍នាំឲ្យសៅហ្មងចិត្តជាពិសេសត្រូវបានរស់នៅជាមួយនឹងខ្លួនឯងជាមនុស្សអាក្រក់ពាក្យថាទុក្ខសច្ចៈមិនមែនព្រះពុទ្ធអង្គទ្រង់សម្ដែងឲ្យមនុស្សយើងកើតទុក្ខទេពាក្យនេះបញ្ជាក់ពីចំណុចចាប់ផ្ដើមក្នុងការរំលត់ទុក្ខព្រោះទុក្ខសច្ចត្រូវកំណត់ដឹងនោះយើងតែងស្វែងរកការសប្បាយដើម្បីបំភ្លេចទុក្ខ